សួស្តីបងប្អូននៅក្នុង YouTube ខាន់ផុសជាយូរមកហើយអញ្ចឹងនៅក្នុង YouTube អត់សូវមានពេលបងប្អូនដោយសារខ្ញុំមានពេលធ្វើដុំទាំងហាលទាំងអស់នេះអញ្ចឹងបងប្អូនគាត់ស្គាល់ដឹងហើយនៅក្នុង YouTube មិនសូវមានពេលទេឥឡូវថ្ងៃនេះខ្ញុំធ្វើដាក់ក្នុង YouTube មួយដើម្បីពយល់ដល់បងប្អូនយើងខ្លះអានេះចំពោះ motor 24កុសបងប្អូនគោលដៅរបស់យើងត្រូវរុំយើងត្រូវរាប់អង្គុសរបស់វាហើយការចាប់ខ្សែរបស់វាគឺចាប់យ៉ាងម៉េចអានេះគេហៅថាអានេះ12ដុំអញ្ចឹង4ប៉ូលមួយហ្វា4ដុំមួយហ្វាបងប្អូនបើយើងនិយាយងាយស្រាប់នេះដុំទី1ដុំទី2ដុំទី3និងដុំទី4មានន័យថាគេរុំដុំវានឹងនៅជិតគ្នាទាំងអស់អញ្ចឹងការម្លងរបស់វាបងប្អូនរាល់ការកាត់ motor ទាំងអស់បងប្អូនត្រូវចំណាំនេះក្បាលកុសវានេះកុសទី1កុសទី2កុសទី3និងកុសទី4អញ្ចឹងគេម្លងរបស់វានេះដុំខ្សែរបស់វានេះដុំខ្សែរបស់វាជាងគេម្លង4កុសហើយចំពោះអា1400នេះ1400នេះបងប្អូនចំណាំពេលដែលយើងរុំចប់ជុំវិញដុំទី1ដុំទី2និងដុំទី3និងដុំទី4គេហៅមួយហ្វាអញ្ចឹង4ដុំដោយទាំងហាលអញ្ចឹងទាំងហាលយើងមាន4ដុំបងប្អូនមាន4ដុំចេះខាងក្នុងគេហៅថាខ្សែដេប៉ាខាងក្រៅគេហៅថាខ្សែដើរអញ្ចឹងអាម៉ាទ័រហ្នឹងដូចទាំងហាលអញ្ចឹងបងប្អូនអញ្ចឹងគេរុំយ៉ាងម៉េចបងប្អូនស្ដាប់ឲ្យច្បាស់ពេលដែលយើងរុំហ្វាទី1ហើយវានៅសល់ខ្សែគេហៅថាក្បាលនិងខ្ទុយយើងចាប់ឆ្វេងចាប់ស្ដាំទៅបើយើងចង់ចាប់វាហើយចំពោះអាម៉ាទ័រហ្នឹង1400ជុំហ្នឹងបងប្អូនចាប់ដូចអាម៉ាទ័រ1390ជុំដូចគ្នាអញ្ចឹងការចាប់របស់វាបងប្អូនយើងយកម្ដង3ហ្វាអញ្ចឹងមួយហ្វាវាមាន4ដុំហ្វាទី1ហ្វាទី2និងហ្វាទី3ដើម្បីញាត់ចេញជាស្កាត្រីអញ្ចឹងទី1យើងញាត់ហ្វាទី1សិនញាត់ហ្វាទី1ហើយបន្ទាប់មកយើងញាត់ហ្វាទី2បន្ទាប់មកយើងញាត់ហ្វាទី3អាហ្នឹងរបៀបរុំស្កាត្រីអានេះព្រោះនេះវាប្រភេទ4ដុំប្រភេទ4ដុំគេរុំវាជាស្កាត្រីអញ្ចឹងគេញាត់ហ្វាទី1ហ្វាទី2ហ្វាទី3បងប្អូនស្ដាប់ច្បាស់អញ្ចឹងហ្វាទី1វានៅសល់ក្បាលហើយខ្ទុយហ្នឹងគេបងលេខ1និងលេខ2បងប្អូនបងអញ្ចឹងមកលេខ1និងលេខ2ដើមខ្សែនិងចុងខ្សែវាមានន័យថាខ្សែចូលនិងខ្សែចេញលេខ1និងលេខ2នឹងហ្វាទី1ដល់ពេលហ្វាទី2វានៅសល់ក្បាលលេខខ្ទុយទៀតសល់លេខ1និងលេខ2ដល់ពេលហ្វាទី3វានៅសល់មួយហ្វាទៀតវាសល់ក្បាលលេខខ្ទុយទៀតលេខ1និងលេខ2អញ្ចឹងអាលេខ1នេះគឺវាស្មើនឹង L1 L2 និង L3 ភ្លើងចូលទី1ទី2ទី3នេះអញ្ចឹងចំពោះអាលេខ2នេះយើងគូវាបិទនៅក្នុងហ្នឹងឬក៏យើងចង់ចេញ6សរសៃក៏បានដែរបាទដូចគ្នាគឺយើងចេញមកនៅក្រៅប៉ុន្តែយើងចំណាំលេខវាគឺលេខ2ហ្នឹងគឺយើងបិទក្បាលវានៅក្នុងហ្នឹងតែម្ដងហ្នឹងហើយអរគុណបងប្អូនទាំងគ្នាចំពោះរាល់ថ្ងៃនេះគឺខ្ញុំឲ្យបងប្អូនចង់ចេះចង់អីទេដូចខ្ញុំបញ្ជាក់ចឹងបើសិនជាបងប្អូនយើងចង់ចេះទេបងប្អូនអាចឆាតមកតាម Facebook page របស់ខ្ញុំឃើញរូបខ្ញុំហើយអញ្ចឹងបងប្អូនអាចបាយឈ្មោះខ្ញុំទៅតាម TikTok នឹងឃើញច្បាស់លាស់ហើយឃើញរូបខ្ញុំដូចនៅក្នុង TikTok អញ្ចឹងខ្ញុំផុសរាល់ថ្ងៃគឺផុសនៅក្នុង TikTok ច្រើនជាងគេហើយនឹងបណ្ដាញសង្គម Facebook ខ្ញុំអត់សូវផុសជាប៉ុន្មានទេបងប្អូនហើយចំពោះ amateur អស់ហ្នឹងអញ្ចឹងបងប្អូនចង់ចេះចង់អីអាចមករៀនសូត្រជាមួយនឹងខ្ញុំបាន amateur គ្រប់ប្រភេទ380អីហ្នឹងក៏មាន380សម្រាប់ការរៀនទាំងអស់អញ្ចឹងសិស្សដែលមករៀនសប្តាហ៍ថ្ងៃហ្នឹងវាច្រើនអញ្ចឹងទើបខ្ញុំមិនសូវមានពេលធ្វើការទៅក្នុង YouTube បាទអរគុណច្រើន